Rạp nâng túp scat ai ban tuân pê vê lia nơi rôl bản đa bắt lâm mơ ô krật cam chlong đen ẩm pơ phê vẹt cam groupประเภท đam bay rạc xa sân tự sọcสวัสดิភាព ទាំងក្នុងតំបន់ និងសកលលោក គណៈប្រតិភូជនខ្ពស់ក្រសួងមហាផ្ទៃដែលដឹកនាំដោយសម្ដេចក្រឡាហោមសុខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃព្រមទាំងប្រតិភូអនដំណើរទាំងអស់បានបញ្ចប់ដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមប្រកបដោយជោគជ័យនិងនិវត្តន៍មកកាន់ព្រះរាជាណាចក្រកម្ពុជាវិញប្រកបដោយសុវត្ថិភាពនៅល្ងាចថ្ងៃទី 18 ខែសីហាឆ្នាំ 2015 ដោយមានការអញ្ជើញទៅទទួលបដិសណ្ឋារកិច្ចដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីសំណាក់ឯកឧត្តមជារដ្ឋលេខាធិការអនុរដ្ឋលេខាធិការព្រមទាំងមន្ត្រីជាន់ខ្ពស់ក្នុងក្រសួងមហាផ្ទៃដទៃទៀត ដោយឡែកនៅព្រឹកថ្ងៃទី 19 ខែសីហាឆ្នាំ 2015 សម្ដេចក្រឡាហោមសុខេងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញសម្ពោធអគារសិក្សាមួយខ្នងពីជាន់10បន្ទប់នៅក្នុងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនក្នុងស្រុកព្រះស្ដេចខេត្តព្រៃវែង លោកពេជ្រសុន អភិបាលនៃគណៈអភិបាលស្រុកព្រះស្ដេចបានមានប្រសាសន៍ថាវិទ្យាល័យមិត្តភាពខ្មែរជប៉ុនពីមុនមានឈ្មោះថាអនុវិទ្យាល័យមិត្តភាពខ្មែរជប៉ុនកសាងឡើងនៅឆ្នាំ 1999 ក្រោមគំនិតផ្ដួចផ្ដើមរបស់លោកគង់វ៉នប្រធានមូលនិធិជំនួយការសិក្សាខ្មែរនៃវិទ្យាល័យមិត្តភាពខ្មែរជប៉ុនដែលមានការគាំទ្រពីប្រទេសជប៉ុនរបស់អង្គការ SIS អង្គការមកពី Saga និងសប្បុរសជននានា រហូតមកដល់ពេលនេះមានរយៈពេល 16 ឆ្នាំនិងមានអគារសិក្សាសរុបចំនួន 7 ខ្នង ឯកឧត្តម យូជី គូម៉ាម៉ារុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថាឯកឧត្តមមានការរីករាយខ្លាំងណាស់ដោយបានអញ្ជើញមកចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាជាអំណោយរបស់សប្បុរសជនជប៉ុនក្នុងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនដែលជាវិទ្យាល័យមួយមានការបណ្ដុះបណ្ដាលភាសាជប៉ុនដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ឯកឧត្តមឯកអគ្គរដ្ឋទូតមានប្រសាសន៍បន្តថាដោយសារតែមានសន្ទុះនៃការចង់សិក្សាភាសាជប៉ុនរបស់សិស្សានុសិស្សក្នុងវិទ្យាល័យមិត្តភាពខ្មែរជប៉ុននេះហើយបានជារដ្ឋាភិបាលជប៉ុនបានបញ្ជូននៅគ្រូជប៉ុនមកជួយដល់ការបណ្ដុះបណ្ដាលនៅទីនេះដែលនេះគឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាជប៉ុនដោយឡែកនៅក្នុងប្រសាសន៍សម្ដែងសម្ដាលរបស់ឯកឧត្តម វត្តាណាបេ មីគី សមាជិកសភានិងជាអគ្គនាយកអង្គការ School at Japan បានគូបញ្ជាក់ថារយៈពេល 16 ឆ្នាំនៃវត្តមានក្នុងប្រទេសកម្ពុជាអង្គការរបស់លោកបានរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការកសាងអគារសិក្សាចំនួន 225 ខ្នងក្នុងនោះអគារចំនួន 30 ខ្នងត្រូវបានកសាងនៅលើទឹកដីខេត្តព្រៃវែង ឯកឧត្តម វត្តាណាបេ មានប្រសាសន៍បន្តថាឯកឧត្តមមានការពេញចិត្តខ្លាំងណាស់ដោយមើលឃើញនឹងភ្នែកចំពោះការបដិញ្ញាចិត្តដ៏មោះមុតបំផុតពីសំណាក់យុវសិស្សកម្ពុជាក្នុងការសិក្សារៀនសូត្រហើយដែលមិនយូរមិនឆាប់ពួកគេនឹងមានអនាគតដ៏ល្អក្នុងការរួមចំណែកដឹកនាំកសាងប្រទេសកម្ពុជាឲ្យកាន់តែមានការរីកចម្រើនថែមទៀត សម្ដេចក្រឡាហោមសុខេងមានប្រសាសន៍ថាក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាពិសេសក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឯកឧត្តមសូមថ្លែងនៅអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុនដែលជានិច្ចកាលតែងតែជួយដល់បុព្វហេតុនៃដំណើរការសន្តិភាពផ្សះផ្សាបង្រួបបង្រួមជាតិការស្ដារនិងកសាងសេដ្ឋកិច្ចប្រទេសកម្ពុជាឲ្យមានការរីកចម្រើនបន្ទាប់ពីការខ្ទេចខ្ទាំដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍ សម្ដេចក្រឡាហោមមានប្រសាសន៍ថ្លែងនៅអំណរគុណផងដែរជូនចំពោះអង្គការ School at Japan ដែលបានរួមចំណែកជួយកសាងអគារសិក្សាគ្របដណ្ដប់ទីកន្លែងក្នុងប្រទេសកម្ពុជា សម្ដេចក្រឡាហោមបន្តទៀតថាការកសាងនៅអគារសិក្សាទាំងអស់នោះគឺជាការរួមចំណែកដោយផ្ទាល់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចតាមរយៈការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាមិនអាចខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិមួយឲ្យមានការរីកចម្រើនទៅបាននោះ ជាមួយនឹងការថ្លែងនោះដែរសម្ដេចក្រឡាហោមបានមានប្រសាសន៍វិតម្លៃខ្ពស់ចំពោះសកម្មភាពការបណ្ដុះបណ្ដាលរបស់
យុវសាស្ត្រកម្ពុជាក្នុងវិទ្យាល័យមិត្តភាពខ្មែរជប៉ុនដែលជាវិទ្យាល័យដំបូងគេក្នុងប្រទេសកម្ពុជាដែលមានការបណ្ដុះបណ្ដាលភាសាជប៉ុនជូនដល់សិស្សានុសិស្សពីថ្នាក់ទី7ដល់ថ្នាក់ទី12រួមទាំងការផ្ដល់របបអាហារជូនដល់សិស្សរៀននៅថ្នាក់បឋមសិក្សាតាមរយៈសមិទ្ធផលដ៏ថ្លៃថ្លានេះសម្ដេចកលាហោមសុខេងមានប្រសាសន៍អំពាវនាវជូនដល់លោកគ្រូអ្នកគ្រូនិងមាតាបិតាសិស្សក៏ដូចជាសហគមន៍ទាំងមូលត្រូវចូលរួមទាំងអស់គ្នាក្នុងការលុបបំបាត់នូវភាពក្រីក្រតាមរយៈការចូលរួមទាំងអស់គ្នាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាចាំបាច់មិនអាចខ្វះបាននេះជាមួយនឹងការថ្លែងនោះដែរសម្ដេចកលាហោមសុខេងបានមានប្រសាសន៍រំលឹកជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈកាត់បន្ថយនៅភាពអសកម្មចំពោះប្រជាពលរដ្ឋជាពិសេសទៅទៀតនោះថ្នាក់ដឹកនាំមានសមត្ថកិច្ចនិងប្រជាពលរដ្ឋត្រូវរួមគ្នាស្រាវជ្រាវចំពោះស្ថាប័នមីក្រូហិរញ្ញវត្ថុមួយចំនួនដែលមានបំណងបោកបញ្ឆោតតាមគ្រប់រូបភាពមកលើប្រជាជនជាមួយគ្នានេះដែរសម្ដេចកលាហោមក៏បានធ្វើការអំពាវនាវដល់មន្ត្រីសាធារណៈគ្រប់ជាន់ថ្នាក់ត្រូវផ្ដល់នូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋដោយភាពស្មោះត្រង់តាមរយៈនោះសម្ដេចកលាហោមក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានធ្វើអត្តសញ្ញាណប័ណ្ណត្រូវតែទៅធ្វើអត្តសញ្ញាណប័ណ្ណឲ្យបានគ្រប់គ្នាដើម្បីចូលរួមចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតនិងបោះឆ្នោតឲ្យបានគ្រប់គ្នានៅពេលខាងមុខសម្ដេចកលាហោមសុខេងតំណាងដល់ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានអញ្ជើញបំពាក់គ្រឿងឥស្សរិយយសសហមិត្តរីរបស់ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវត្តជូនឯកឧត្តមយូជីគូម៉ាម៉ារុឯកអគ្គរដ្ឋទូតជប៉ុនគ្រឿងឥស្សរិយយសសហមិត្តរីមនីសារភ័ណ្ឌថ្នាក់មហាសេរីវត្តជូនឯកឧត្តមវ៉ាតាណាបេមីគីសមាជិកសភាជប៉ុនរួមទាំងគ្រឿងឥស្សរិយយសរបស់ព្រះរាជាណាចក្រកម្ពុជាជូនចំពោះឯកឧត្តមលោកជំទាវអស់លោកស្រីដែលជាសប្បុរសជនជប៉ុនកម្ពុជាសរុបចំនួន11រូបផ្សេងទៀតដែលបានរួមចំណែកជួយកសាងសមិទ្ធផលសង្គមក្នុងប្រទេសកម្ពុជាឲ្យមានការរីកចម្រើនចាប់តាំងពីទីក្រុងរហូតដល់ជនបទនៅក្នុងពិធីដ៏មានអត្ថន័យនោះដែរបន្ទាប់ពីពិធីចែកអំណោយជានិមិត្តរូបជូនដល់តំណាងសាលាស្រុកព្រះស្ដេចតំណាងការិយាល័យអប់រំស្រុកតំណាងលោកគ្រូអ្នកគ្រូសិស្សានុសិស្សសិស្សកាយរិទ្ធយុវជនកាកបាទក្រហមកម្ពុជានិងចាស់សិលវ័នសិលបតីរួចមកសម្ដេចកលាហោមសុខេងឯកឧត្តមយូជីគូម៉ាម៉ារុឯកឧត្តមវ៉ាតាណាបេមីគីអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សានៃវិទ្យាល័យមិត្តភាពខ្មែរជប៉ុនចាប់ពីពេលនេះតទៅសូមបញ្ជាក់ថាស្រុកព្រះស្ដេចរហូតមកដល់ពេលនេះមានវិទ្យាល័យចំនួន3កន្លែងអនុវិទ្យាល័យ9កន្លែងបឋមសិក្សា59កន្លែងមត្តេយសិក្សារដ្ឋ23កន្លែងមត្តេយសិក្សាសហគមន៍មាន28ថ្នាក់និងមានកម្មវិធីអប់រំកុមារតូចតាមផ្ទះរហូតមកដល់ពេលនេះស្រុកព្រះស្ដេចមានអគារសិក្សាសរុបចំនួន184ខ្នងក្នុងនោះអគារសិក្សាជាអំណោយរបស់សម្ដេចតេជោនិងសម្ដេចគតិព្រំដិតមានចំនួន35ខ្នងស្មើនឹង195បន្ទប់និងអគារសិក្សាជាអំណោយរបស់សម្ដេចកលាហោមសុខេងនិងលោកជំទាវមាន3ខ្នងបន្ទាប់មកសម្ដេចកលាហោមសុខេងរួមទាំងថ្នាក់ដឹកនាំទាំងអស់បានអញ្ជើញចូលរួមពិនិត្យការដ្ឋានសាងសង់សំណង់ព្រះវិហារវត្តតាគោកស្រុកព្រះស្ដេចខេត្តព្រៃវែងដែលរហូតមកដល់ពេលនេះសម្រេចបានប្រមាណជាង 80% រួចមកហើយដែលនឹងគ្រោងបញ្ចប់ការសាងសង់នៅពេលដ៏ខ្លីខាងមុខនេះនៅក្នុងឱកាសនៃការអញ្ជើញចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារជាមួយឯកឧត្តមទេសរដ្ឋមន្ត្រីចោមប្រសិទ្ធរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្មនៅព្រឹកថ្ងៃទី18ខែសីហាឆ្នាំ2015លោកអូអ៊ីស៊ីតាទីប្រឹក្សាគ្រប់គ្រងនិងអភិវឌ្ឍសកលមកពីប្រទេសជប៉ុនមានប្រសាសន៍ថាក្នុងឱកាសមកបំពេញទស្សនកិច្ចនៅកម្ពុជារូបលោករួមនឹងតំណាងក្រុមហ៊ុន ខេត្តមានបំណងធ្វើការណែនាំអំពីផលិតផលមួយចំនួនរបស់ក្រុមហ៊ុនទូយ៉ាងរួមមានម៉ាស៊ីនធ្វើតេស្តសំណើមលើផលិតផលអង្ករដែលមានកម្រិតស្តង់ដារ ISO 712ម៉ាស៊ីនធ្វើតេស្តភាពសនៃអង្ករ C600 និងម៉ាស៊ីនពិសោធន៍កម្រាស់ស្រទាប់អង្ករជាដើមក្រៅពីនោះក្រុមហ៊ុន ខេត្តក៏មាននាំចូលនៅប្រភេទម៉ាស៊ីនធ្វើតេស្តគ្រាប់ធញ្ញជាតិដទៃទៀតផងដែរ
ឯកឧត្តមទេសរដ្ឋមន្ត្រីចំប្រសិទ្ធបានសម្ដែងនៅការស្វាគមន៍និងចាត់ទុកការនាំចូលឧបករណ៍វាស់សំណាមអង្គរនិងឧបករណ៍ដទៃទៀតមកពីប្រទេសជប៉ុនដែលមានភាពល្បីល្បាញជាយូរមកហើយពិតជាសមស្របនឹងស្ថានភាពសម្រាប់កម្ពុជាដែលជាប្រទេសមួយខាងផ្នែកកសិកម្មហើយមានគោលនយោបាយនាំអង្គរចេញឲ្យបាន1លានតោននៅឆ្នាំ2015នេះឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថាតាមបទពិសោធន៍ម៉ាស៊ីនវាស់សំណាមនេះគឺមានអត្ថប្រយោជន៍ណាស់ក្នុងការកាត់បន្ថយភាពបាត់បង់ស្រូវអង្គរនៅដំណាក់កាលនីមួយៗដូចជាដំណាក់កាលច្រូតកាត់ដំណាក់កាលស្តុកដំណាក់កាលកិននិងប៉ូលីជាដើមឯកឧត្តមទេសរដ្ឋមន្ត្រីចំប្រសិទ្ធបានរំលឹកថានៅក្នុងប្រទេសកម្ពុជាការប្រមូលផលស្រូវក្រោយរដូវច្រូតកាត់គឺមានការបាត់បង់ពី 5% ទៅ 15% បើគិតជាទឹកប្រាក់អស់ជាច្រើនលានដុល្លារក្នុងផលិតផលស្រូវផលិតបាននៅក្នុងកម្ពុជាគឺប្រមាណ 6 លានតោនឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានធ្វើការណែនាំដល់គណៈប្រតិភូជប៉ុនទាំងអស់ថាការយកឧបករណ៍ខាងលើមកចែកចាយនៅលើទីផ្សារកម្ពុជាសូមធ្វើការទំនាក់ទំនងជាមួយនឹងមជ្ឈមណ្ឌលមេត្រាសាស្ត្រជាតិនៃក្រសួងឧស្សាហកម្មនិងសិប្បកម្មដើម្បីមជ្ឈមណ្ឌលមួយនេះអាចធ្វើព្យាកម្មជាមុនសិនដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃឧបករណ៍ទាំងនោះសម្រាប់ដាក់លក់នៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាគូសន្ទនាទាំងពីរបានឯកភាពគ្នាថានឹងមានអង្គសិក្ខាសាលាមួយនាពេលខាងមុខនេះក្រោមកិច្ចឧបត្ថម្ភដោយក្រុមហ៊ុនខេត្តសហការរៀបចំដោយក្រសួងឧស្សាហកម្មនិងសិប្បកម្មក្នុងគោលបំណងធ្វើការផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធជាពិសេសម្ចាស់រោងម៉ាស៊ីនកិនស្រូវបានមកធ្វើការស្វែងយល់ពីអត្ថប្រយោជន៍នៃឧបករណ៍ធ្វើតេស្តជាតិសំណាមអង្គរនិងឧបករណ៍ដទៃទៀតកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិនៃក្រមប្រជាជនរងការប៉ះពាល់ជាងគេក្រមប្រជាជនរស់នៅជាមួយនឹងជំងឺអេដស៍និងអង្គការសាសនាបានប្រពធ្វើនៅព្រឹកថ្ងៃទី18ខែសីហាឆ្នាំ2015ក្រោមអធិបតីភាពឯកឧត្តមអៀងមូលីទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស